ស្ដាប់លែងបានទៅហើយយើងគិតមួយថាសង្គមនឹងវាយ៉ាងម៉េចដែរយើងនឹងរស់ទៅវាសុខស្រួលយ៉ាងម៉េចទេឧទាហរណ៍ថាឥឡូវបុគ្គលហ្នឹងប្រព្រឹត្តទុច្ចរិតខ្ញុំទៅអញ្ជើញប៉ូលីសទៅអញ្ជើញលោកអធិការទៅអញ្ជើញលោកចវាយស្រុកមកជួយអប់រំទៅអប់រំមកម៉េចបើគ្រាន់តែម៉ែឪហើយនឹងលែងស្ដាប់ទៅហើយហ្នឹងខ្លាចអំណាចហ្នឹងមកផ្លែតហ្នឹងទៅមុខហ្នឹងទៀតខុសអញ្ចឹងតដែលហ្នឹងគឺអត់ខ្លាចទេអញ្ចឹងមនុស្សដែលខ្លាចគ្នាដោយអធិស្ឋាននៃការអប់រំពីកំណើតជាមួយឪពុកម្ដាយរហូតបើឪពុកម្ដាយលែងកោតក្រែងហើយតើទៅកោតក្រែងអ្នកណាបើខ្លាចគេក៏ខ្លាចគ្រាន់តែខ្លាចនៅមុខតែប៉ុណ្្នឹងទេតែនៅក្រោយនោះក៏លឹះដើមទៅអញ្ចឹងបានតែតម្លៃសាសនានេះគឺសំខាន់ណាស់ដើរតួសំខាន់ណាស់ទៅខ្ញុំបកណាខ្ញុំម្ចាស់ហ្នឹងលើកទូលប្រគេនពីបកណាគុណម្ចាស់គ្រប់ព្រះអង្គដែលបានរួបរวมគ្នាកសាងសមិទ្ធផលសាលានេះសាលាឆាន់នេះគឺសោបញ្ជាក់អំពីតម្លៃសាមគ្គីភាពហើយចង់កោះបង្ហើបថាតម្លៃនៃសាសនាគឺអញ្ចឹងគឺមានអត្តន័យទលំទលាយជ្រាលជ្រៅណាស់បន្ទាប់តែយើងគិតឥឡូវដូចអញ្ចឹងមនុស្សមករាប់ម៉ឺនរាប់ពាន់អញ្ចឹងអាស្រ័យតម្លៃសាសនាតាបើគុំតែមានទីប្រជុំនៃសាសនាมันមាននរណាគេទៅឲ្យអង្គុយអីពេញទឹកពេញដីហ្នឹងនោះបជាតិគ្នាយ៉ាងហ្នឹងនោះហើយដោយសារសាសនាហ្នឹងហើយទើបមានការគ្រប់គ្រងការពារអំពីអាជ្ញាធរអំពីអីទៅឥឡូវមនុស្សផ្ដុំគ្នាមកច្រើនអញ្ចឹងបើតែមកធ្វើបាតកម្មមើលបើមកគេបំបែកអស់តែដល់មកធ្វើសាសនាទៅមានតែជួយការពារខំក្រងរក្សាវិញអញ្ចឹងតម្លៃសាសនាមានអត្ថភាពណាស់តែយើងមិនបានគិតដល់ហើយទម្លាក់ថាអ្នកដែលកសាងប្រយោជន៍ក្នុងសាសនាហ្នឹងឥតមានតម្លៃពេលដែលស្រុកលំបាកនាំគ្នារត់រកសាសនាដល់ទៅពេលសុកសានត្រាមស្រួលបួលទៅចេះតែនាំគ្នាចង់ទុកសាសនាចោលហើយជឿថាមកពីយ៉ាងនេះមកពីយ៉ាងនោះអញ្ចឹងទៅមិនតែអត់ទេរឿងទាំងអស់មិនមែនថាសាសនាជាតួឯកអីទេប៉ុន្តែសាសនាជាចំណុះមួយក្នុងចំណោមរួមជាចំណុចមួយដែលផ្ដើមឲ្យមនុស្សចេះមានតម្លៃស្គាល់តម្លៃគ្នាទៅវិញទៅមកអញ្ចឹងហ្នឹងអញ្ចឹងឡើយចេះមិនមកដល់សតវត្សថ្មីមកដល់សករាជថ្មីយើងគប្បីកុំមើលរំលងនៅប្រយោជន៍ក្នុងសាសនានឹងអីហើយក៏សូមឲ្យយើងរួបរวมគ្នាទោះក្នុងលក្ខខណ្ឌណាក៏ដោយក្នុងបរិយាបថណាក៏ដោយរួបរวมគ្នាក្នុងការថែរក្សាឲ្យបាននៅតម្លៃសាសនាដើម្បីធានាឲ្យបាននៅសុជីវធម៌ក្នុងសង្គមសង្ឃហធម៌ករណាធម៌មេត្តាធម៌សេចក្តីចែករំលែកអនុគ្រោះគាំពៀគ្នានឹងគ្នាដោយធម៌ដែលកើតឡើងពីតម្លៃសាសនាសពបញ្ជាក់ឲ្យឃើញពីតម្លៃនៃភាពសាមគ្គីភាពរបស់ប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋហើយជាប្រយោជន៍បំរើឲ្យសាធារណប្រយោជន៍ក្នុងសង្គមអញ្ចឹងយើងនាំគ្នាជួយលើកយកអ្វីល្អមកធ្វើឲ្យច្រើនមកបង្ហាញឲ្យច្រើនជាជាងយើងលើកទោសលើកគុណឥឡូវមកអង្គុយឥឡូវឡើងលើក្រែអញ្ចឹងបើសិនតែខ្ញុំកណាស្មានលើកតែពីរឿងអាក្រក់បំតែមករោងហ្នឹងស្ដាប់ទៅឮតែចំណុចអាក្រក់ឥឡូវហ្នឹងហើយសួរថាលើកពីអាក្រក់បានអីចំណេញអត់ទេវាធ្វើឲ្យរឹតតែខាតទៅទេអ្នកនេះអាក្រក់អញ្ចេះអ្នកនោះអាក្រក់អញ្ចោះឥឡូវយើងសាកលើកមើលអង្គុយគិតតែ10មីនិតនោះឃើញរឿងអាក្រក់អញ្ចេះតិចប៉ុន្តែរឿងអាក្រក់អ្នកណាដែលមិនមាននោះ
ដោយរងថ្ងៃអញ្ចឹងឲ្យយើងកុំទៅសរសើរថាអូប្រទេសគេវាស្រួលរស់នៅណាខ្មែរវាពិបាករស់នៅណាយ៉ាងនេះយ៉ាងនោះមួយលើកតែពីរឿងអាក្រក់ហ្នឹងឃើញអាក្រក់អញ្ចឹងហ៎អាចិត្តនោះនឹកឃើញអាក្រក់អញ្ចឹងហ៎nếuយើងគិតរឿងល្អទៅខ្មែរយើងល្អមកក៏ភ្លុះមិនទៅចាញ់គេអីមិនអញ្ចឹងបើសិនជាបងប្រុសបងស្រីដែលកំពុងតែមានអាការៈដូចជាចុកឆ្អល់លមួភើច្រាសម្រានមិនសូវលក់បាយមិនសូវបានបើនិយាយពីដាតវិញដាតសហូបអីមិនសូវមានរសជាតិឈឺក្បាលធីងធងសម្រានមិនសូវលក់ហើយបើនិយាយពីខ្នងវិញរៀងចុកកន្លែងបោះដៃផុតនេះបងប្អូនបើនិយាយពីស្បែកវិញគឺស្បែកស្ងួតស្បែកស្អាតមិនសូវស្រស់ថ្លានេះគឺជាអាការៈក្រពះពោះវៀនបងប្អូនអរគ្នា